ជាដំបូងខ្ញុំបាទសូមជម្រាបសួរលោកនាយកបសាលេខលោកគ្រូអ្នកគ្រូនិងអ្នកអាណាព្យាបាលសិស្សនិងអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះផានភិរមរៀននៅសាលាអន្តរជាតិ Skyline សាខាស្ទឹងមានជ័យថ្ងៃនេះខ្ញុំបាទនឹងធ្វើបទបង្ហាញដល់សង្ខេបក្រុមប្រធានបទធនធានធម្មជាតិដូច្នេះខ្ញុំបាទសូមធ្វើបទបង្ហាញដូចតទៅធនធានធម្មជាតិចែកជាពីរមួយធនធានធម្មជាតិកើតឡើងវិញជាធនធានទាំងឡាយណាដែលមានជានិរន្តរ៍ដូចជាធម្មពលព្រលើព្រះអាទិត្យធម្មពលខ្យល់និងធម្មពលចរន្តទឹកជាដើម2ធនធានធម្មជាតិមិនកើតឡើងវិញជាធនធានទាំងឡាយណាដែលអាចប្រើប្រាស់រហូតដល់កម្រិតដែលគេមិនអាចទាញយកមកប្រើប្រាស់ទៀតបានដូចជារ៉ែលោហៈរ៉ែអលោហៈខ្យងថ្មប្រេងកាតជាដើមជាចុងបញ្ចប់ខ្ញុំបាទសូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានស្ដាប់នៅការធ្វើបទបង្ហាញរបស់ខ្ញុំដល់សង្ខេបសូមអរគុណនិងសូមជម្រាបលាបាយបាយ